ប្រសិនបើអ្នកចង់ចិញ្ចឹមកូនឲ្យក្លាយជាមនុស្សអស្ចារ្យម្នាក់សូមចងចាំរឿងទាំង4យ៉ាងនេះទី1ចូលផ្ដល់តម្លៃនិងស្រឡាញ់ម្ដាយរបស់ពួកគេឲ្យច្រើនជាងស្រឡាញ់ពួកគេទៅទៀតក្មេងដែលធំនឹងក្តីមកដោយឃើញឪពុកម្ដាយស្រឡាញ់គ្នាពួកគេនឹងមានសុខភាពផ្លូវចិត្តល្អមានសុភមង្គលនិងដឹងច្បាស់ថាតើបរិសុទ្ធដែលល្អពិតប្រាកដគួរមានលក្ខណៈបែបណាទី2គឺផ្ដល់សន្តិសុខឲ្យពួកគេទាំងផ្នែកសម្ភារៈនិងផ្នែកអារម្មណ៍ផ្លូវចិត្តវាមិនមែនមានន័យថាត្រូវទិញរបស់ដែលថ្លៃបំផុតឲ្យពួកគេនោះទេវាមានន័យថាកុំធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនពួកគេគឺជាបន្ទុកឬមានអារម្មណ៍ខុសដែលបានកើតមកលើលោកនេះទី3គឺឧស្សាហ៍លើកទឹកចិត្តនិងសរសើរពួកគេទទួលស្គាល់និងសរសើរពីឪពុកគឺជាគ្រឹះនៃទំនុកចិត្តលើខ្លួនឯងរបស់កូនគ្រប់រូបវាជាការប្រាប់កូនរបស់អ្នកថាកូនអាចតតាំងនឹងជីវិតនេះបានហើយប៉ានឹងនៅពីក្រោយខ្នងកូនជានិច្ចទី4គឺត្រូវមានវត្តមាននៅក្បែរកូនកាត់បន្ថយការផឹកស៊ីផ្អាកការដើរលេងនៅខាងក្រៅដែលឥតបានការខ្លះហើយចំណាយពេលជាមួយកូនឲ្យបានច្រើនអ្នកមិនអាចទាមទារយកពិភពកុមារភាពរបស់ពួកគេត្រឡប់មកវិញបានទេប្រសិនបើអ្នកមិននៅក្បែរពួកគេនៅពេលនេះប្រហោងក្នុងចិត្តរបស់ពួកគេដែលកើតចេញពីការខ្វះភាពកក់ក្ដៅពីឪពុកនឹងមិនអាចបំពេញឲ្យចិត្តបានឡើយលោកប៉ាទាំងឡាយរឿងទាំង4យ៉ាងនេះអាចផ្លាស់ប្ដូរជីវិតរបស់កូនអ្នកបានទាំងស្រុងសូមដាក់ទូរស័ព្ទចុះផ្អាកការដើរលេងពេលយប់ខ្លះហើយមកចំណាយពេលដ៏មានតម្លៃពិតប្រាកដជាមួយកូនរបស់លោកអ្នកព្រោះថាកុមារភាពមិនរងចាំយើងទេហើយនៅពេលដែលវាកន្លងផុតទៅអ្នកនឹងមិនអាចទាមទារមកវិញបានឡើយវត្តមានរបស់អ្នកនៅក្នុងជីវិតរបស់កូនមានតម្លៃលើសពីអ្វីដែលអ្នកធ្លាប់គិតទៅទៀតការសម្រេចចិត្តដ៏សាមញ្ញរបស់អ្នកនៅថ្ងៃនេះនឹងកំណត់អនាគតពេញមួយជីវិតរបស់កូនអ្នក